ទើបតែជាពីជំងឺមហារីកតារាសម្ដែងអេងវ៉ាណងចំណាយលុយអស់មិនតិចជាង$40,000វះកាត់ជំងឺសឹកក្បាលឆ្អឹងត្រចៀកទុកផ្ទួនមែនទើបតែព្យាបាលជំងឺមហារីកដើមទ្រូងមិនបានប៉ុន្មានផងស្រាប់តែពេលនេះតារាសម្ដែងអេងវ៉ាណងជួបរឿងមួយទៀតដែលតម្រូវឲ្យនាងវះកាត់ភ្លាមប្រសិនបើមិនចង់ឲ្យខ្លួនពិការដោយការវះកាត់ពេលនេះត្រូវចំណាយថវិកាជាង$40,000កាលពីប៉ុន្មានខែមុនតារាសម្ដែងអេងវ៉ាណងដើរមិនត្រង់ផ្លូវឡើយដោយសារនាងមានជំងឺសឹកក្បាលឆ្អឹងត្រចៀកមិនថាពេលនៅផ្ទះឬទៅធ្វើការនិងទៅថតភាពយន្តគឺពិតជាឈឺចាប់និងពិបាកក្នុងការធ្វើដំណើរណាស់ដោយមិនឃើញពីសភាពធ្ងន់ធ្ងររបស់ខ្លួនតារាសម្ដែងអេងវ៉ាណងបានពិភាក្សាជាមួយគ្រូពេទ្យជំនាញដើម្បីដោះស្រាយបញ្ហាចុងក្រោយគ្រូពេទ្យតម្រូវឲ្យនាងធ្វើការវះកាត់នៅពេលដែលឮថាត្រូវវះកាត់នោះតារាសម្ដែងអេងវ៉ាណងមានការព្រួយបារម្ភជាខ្លាំងពីព្រោះខ្លួនមិនមានថវិកាគ្រប់គ្រាន់ដើម្បីវះកាត់ជំងឺសឹកក្បាលឆ្អឹងត្រចៀករបស់ខ្លួនឡើយតែទោះជាយ៉ាងណានាងព្យាយាមស្វែងរកជំនួយដើម្បីបានថវិកាគ្រប់គ្រាន់ចេញទៅវះកាត់នៅក្រៅប្រទេសតារាសម្ដែងអេងវ៉ាណងបានបញ្ជាក់ប្រាប់ថាជីវិតនាងអីក៏សោយដល់ថ្នាក់នេះទុកផ្ទួនតែម្ដងទើបតែព្យាបាលពីជំងឺមហារីកឥឡូវនាងមានជំងឺសឹកក្បាលឆ្អឹងត្រចៀកទៀតតែទោះជាយ៉ាងណានាងសំណាងល្អមានបងប្អូនសប្បុរសជនក្នុងនិងក្រៅប្រទេសបានជួយផ្ដល់ជំនួយរហូតចេញទៅវះកាត់នៅក្រៅប្រទេសបានជោគជ័យពេលនេះនាងអាចដើរបានធម្មតាវិញហើយជាមួយគ្នានេះដែរអេងវ៉ាណងបានប្រាប់ថាការវះកាត់លើកនេះគឺចំណាយថវិកាអស់ជាង$40,000មកទល់ពេលនេះនាងបានវះកាត់ជាង1ខែហើយសុខភាពនាងនឹងបានល្អប្រសើរច្រើនអាចដើរបាននិងចេញទៅថតបានដូចមុនគ្រាន់តែពេទ្យហាមមិនឲ្យនាងធ្វើការធ្ងន់តែប៉ុណ្ណោះ